បន្ទុប្រាក់ដុល្លារបានកើនឡើងជាង 1% លើសពី 101.5 កាលពីថ្ងៃច័ន្ទដោយឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល4សប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងកាត់បន្ថយពន្ធយ៉ាងច្រើនបន្ទាប់ពីការពិភាក្សាពាណិជ្ជកម្មដោយផ្លែផ្កាកាលពីចុងសប្តាហ៍នៅប្រទេសស្វីសនៅក្រោមកិច្ចព្រមព្រៀងបឋមពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនត្រូវបានកាត់បន្ថយពី145%ទៅ30%ខណៈពេលដែលប្រទេសចិននឹងកាត់បន្ថយការយកពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកពី125%មកត្រឹម10%ដែលជាការផ្លាស់ប្ដូរត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មទ្វេភាគីយោងតាមភ្នាក់ងារ Reuters បានឲ្យដឹងថាភាគីទាំងពីរបាននិយាយថាការបញ្ឈប់ចំនួនបណ្ដោះអាសន្នសហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធបន្ថែមដែលខ្លួនបានដាក់លើទំនិញនាំចូលរបស់ចិនកាលពីខែមុនពី145%ទៅ30%សម្រាប់រយៈពេល3ខែខាងមុខខណៈពេលដែលពន្ធគយរបស់ចិនលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះមកត្រឹម10%ពី125%ទីផ្សារហិរញ្ញវត្ថុបានសាទរដល់ការបន្ធូរបន្ថយក្នុងចំនួនដែលនាំឲ្យជាប់គាំងពាណិជ្ជកម្មទ្វេភាគីដែលមានទំហំទឹកប្រាក់ប្រហែល$600,000 លានការរំខានដល់ចង្វាក់ផ្គត់ផ្គង់នឹងបង្កឲ្យមានការបញ្ឈប់ការងារផងដែរការកែសម្រួលពន្ធឡើងវិញបានជំរុញឲ្យមានទំនុកចិត្តថ្មីរបស់វិនិយោគិនលើប្រាក់ដុល្លារដែលស្ថិតនៅក្រោមសម្ពាធកាលពីដើមឆ្នាំនេះចំពេលដែលមានការព្រួយបារម្ភថាយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់លោកដូណាល់ត្រាំកំពុងធ្វើឲ្យទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកទទួលបានភាពមិនល្អប្រសើរទិន្នន័យសេដ្ឋកិច្ចដែលមានភាពរឹងមាំនិងវិធីសាស្ត្រវាស់វែងដោយធនាគារកណ្ដាលសហរដ្ឋអាមេរិក Fed លើគោលនយោបាយអត្រាការប្រាក់ក៏ត្រូវបានជួយគាំទ្រប្រាក់ដុល្លារឲ្យមានកំណើនផងដែរសម្លឹងឆ្ពោះទៅមុខវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណារបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារទិន្នន័យនៃការលក់រាយនិងលទ្ធផលទូរលេខស្ទាបស្ទង់អំពីអ្នកផលិតនៅថ្ងៃប្រហោះនេះដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចពេលឆាប់ៗខាងមុខដែលបណ្ដាលមកពីចំនួនពាណិជ្ជកម្មនេះយោងតាមទីភ្នាក់ងារ Reuters បានដឹងថាមាសបានធ្លាក់ចុះ 3% កាលពីថ្ងៃច័ន្ទដែលបានធ្លាក់ចុះសន្សឹមបន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអំពីការកាត់បន្ថយពន្ធទីផ្សារមាសបានធ្លាក់ចុះ 3% នៅតម្លៃ$3,208 ក្នុង1អោនកាលពីម្សិលមិញដុំមាសដែលត្រូវបានគេចាត់ទុកថាជាទ្រព្យការពារប្រឆាំងនឹងភាពចលាចលផ្នែកសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយបានឈានដល់កម្រិតខ្ពស់បំផុតចំនួន$3,500ក្នុង1អោនកាលពីខែមុនវិធានការថ្មីនេះមានប្រសិទ្ធភាពរយៈពេល90ថ្ងៃលោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kiko Metal បាននិយាយថាទីផ្សារមាសនាពេលអនាគតនៅខែមិថុនាអាចនឹងកល់ត្រឹមកម្រិត$3,275ដល់$3,350ក្នុង1អោនវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនាថ្ងៃអង្គារទិន្នន័យការលក់រាយនិងលទ្ធផលតួលេខស្ទាបស្ទង់អំពីអ្នកផលិតនៅថ្ងៃប្រហោះនេះដើម្បីវិតម្លៃផលប៉ះពាល់សេដ្ឋកិច្ចនាពេលឆាប់ៗខាងមុខនេះដែលបណ្ដាលមកពីចំនួនពាណិជ្ជកម្មនេះ